សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអូនបញ្ញាមកចែករំលែកនៅចំណេះដឹងថ្មីដែលបងប្អូនអាចយកប្រើប្រាស់ជាប្រចាំថ្ងៃបានចឹងតោះសូមបងប្អូនទៅទស្សនាវីដេអូនេះដោយរីករាយបងប្អូនធ្លាប់អត់នៅពេលដែលប៉ាម៉ាក់ឬក៏នរណាម្នាក់ប្រើឲ្យយើងទៅទិញទឹកសុទ្ធមកយូរហើយពេលនោះទឹកសុទ្ធរបស់យើងត្រូវបានរហែកថង់ហើយវាធ្លាក់តើបងប្អូនមានវិធីណាអត់ប្រហែលជាយើងអត់ដឹងទេប៉ុន្តែវិធីនេះជួយបងប្អូនបានបងប្អូនគ្រាន់តែមានខ្សែមិនថាខ្សែអីក៏ដោយបាទខ្សែគោខ្សែអីក៏ដោយឲ្យតែមានបងប្អូនអាចធ្វើតាមវិធីនេះបានបងប្អូនគ្រាន់តែបត់វាចឹងហើយយើងធ្វើការចងរុំវាទៅយើងនឹងអាចយួរវាដោយមានទំនុកចិត្តមិនខ្លាចនឹងជ្រុះឬក៏ធ្លាក់បាក់បែកនោះទេមិនថាដបជ័រឬក៏កែវដូចគ្នាបងប្អូនអាចធ្វើវិធីនេះវាជួយពួកយើងមែនទែនក្នុងការប្រើប្រាស់នៅក្នុងជីវភាពរាល់ថ្ងៃពេលខ្លះអ្វីស្រួលយើងអត់បាននឹកឃើញទេប៉ុន្តែនៅពេលដែលមើលវីដេអូនេះសង្ឃឹមថាបងប្អូននឹងយល់ហើយចេះបាទអញ្ចឹងបើសិនជាបងប្អូនយល់ស្របនិងស្ដាប់ត្រូវគ្នាហើយអញ្ចឹងសូមបងប្អូនកុំភ្លេចជួយ like និង share ម្នាក់មួយផងបាទសូមអរគុណ